បាទជំរាបសួរទាំងអស់គ្នាខ្ញុំបាទធីឥឡូវនេះយើងនឹងធ្វើការវិភាគទៅលើតម្លៃខាងចេញមាសតើយើងគួរតែចូលឬក៏ទិញនៅក្នុងតម្លៃមួយណាដែរជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះទី13ខែច័ន្ទខែតុលាឆ្នាំ2025យើងមកដឹងអំពីតម្លៃហាងចេញមាសក៏ដូចជាតម្លៃ support និង resistance ប៉ុន្តែមុននឹងដល់តម្លៃហ្នឹងខ្ញុំសូមជូនព័ត៌មានខ្លីសម្រាប់បងប្អូនទាំងអស់គ្នាថារងើកឬក៏រលកសញ្ញានៃសង្គ្រាមពុនគយរវាងចិននិងអាមេរិកចាប់ផ្ដើមសារជាថ្មីហើយដោយសារតែចិនគាត់បានរឹតបន្តឹងក្នុងការនាំចេញដីរ៉ែកម្រមាន5បងប្អូនអាចមើលវីដេអូរបស់ខ្ញុំនៅក្នុងក្រុម VIP បានបាទមាន5ដែលធ្វើឲ្យហើយការរដ្ឋបិទនេះទៀតសោតលុះត្រាតែក្រុមហ៊ុនទាំងអស់ហ្នឹងមាន legalize ក៏ដូចជា license ជាមួយប្រទេសចិនមិនមែនអាចនាំចេញបានស្រួលៗទេបាទដែលជាហេតុនេះធ្វើឲ្យអាមេរិកក៏ក្តៅលើកជាប្រកាសដាក់ពូនគយមកវិញប៉ុន្តែក៏មានសារមួយលោកដាណាបញ្ជាក់ថាចិនមិនបង្កើតគេហៅថាបង្កើតធ្វើឲ្យរឿងក្តៅឡើងវិញឯងបាទក៏មានសាររបស់លោកដូណាល់ត្រាំជាមួយដើម្បីបទូបថយនៃសង្គ្រាមពូនគយចំណុចទី2គឺលោកត្រាំបានអះអាងថាសង្គ្រាមនៅកាហ្សាបញ្ចប់ទៅជាផ្លូវការដែលទាំងអស់នេះវានឹងអាចទាញតម្លៃនេះធ្លាក់ចុះតែយ៉ាងណាក៏ដោយយើងឃើញបើត្រឡប់ទៅមើលក្រាហ្វវិញបងប្អូនទាំងគ្នាយើងមើលក្រាហ្វរបស់គ្នាបាទឃើញមើលក្រាហ្វឃើញមានការទំនោរកើនឡើងបាទការចុះថ្លៃនេះគឺចុះថ្លៃពេលដែលសង្គ្រាមនៅកាហ្សាបានបញ្ចប់ណាប៉ុន្តែនៅពេលដែលបើកផ្សារដូចខ្ញុំបានឃើញ post status កាលពីយប់ថ្ងៃអាទិត្យអញ្ចឹងថាមាសផឹកឡើងថ្ងៃច័ន្ទបើកផ្សារហោះស្ទួយបាទវាហោះមែនបាទហោះឡើងស្ទួយដោយតែadmin បានព្យាករណ៍មែនហើយយើងទៅមើលថាបើសិនជាតម្លៃមាសបងប្អូនទាំងគ្នាបាទបើសិនជាតម្លៃមាសបំបែកតំបន់នេះបាទគឺ4090មាសអាចបន្តទៅរកតំបន់បន្ថែមមួយទៀតគឺ4100បាទ4140តែបើអត់បំបែកតម្លៃហ្នឹងទេមាសអាចធ្វើការធ្លាក់ថ្លៃមកវិញធ្លាក់ហ្នឹងมันអាចថាធ្លាក់ដល់ចំណុចនេះបងប្អូនទាំងគ្នានេះចំណុចហ្នឹងណាពីព្រោះដូចที่ខ្ញុំបាននិយាយអញ្ចឹងបងប្អូនទាំងគ្នាពេលខ្លះយើងឃើញព័ត៌មានក្តៅព័ត៌មានអីណាក៏ដោយប៉ុន្តែតម្លៃមាសបើសិនជាទាំងអស់គ្នាគិតថាមាសនឹងឡើងលើហើយព័ត៌មាននឹងឡើងលើហើយមាសនឹងអត់ទាន់ឡើងទេវាអាចនៅតាក់ធ្វើចុះមកក្រោមខ្លាំងសិនបានវាចាប់ផ្ដើមធ្វើការឡើងលើនឹងគឺឡើងទៅកោះបាទដូចគ្នាដែរអញ្ចឹងរាល់ការជួញដូរយើងត្រូវប្រយ័ត្នអញ្ចឹងបើសិនតម្លៃមាសបើសិនជាអត់ទាន់បំបែកតម្លៃនឹងទេវានឹងអាចធ្វើការចុះមកក្រោមតែក៏មិនចុះកំហុកក្រហមធំដូចដាក់ហ្នឹងទេបងប្អូនហើយដាក់ទូចសិនណាកុំឲ្យបងប្អូនច្រឡំបាទទូចប៉ុណ្ណេះចុះហើយខ្ញុំ clone មួយទៀតនេះបាទបើសិនជាតម្លៃមាសបន្តចុះទៀតបានវា decline ខ្លាំងបងប្អូនទាំងនេះណាបាទវាធ្វើការធ្លាក់ថ្លៃខ្លាំងតែបើសិនជាអត់ទាន់ទេវានៅ swing តម្លៃហ្នឹងទៅមកទេតែយ៉ាងណាក៏ដោយមាសជិតចុងឆ្នាំហើយនឹងមានការប្រែប្រួលខ្លាំងទៀតប៉ុន្តែមុនការប្រែប្រួលខ្លាំងវាគាត់ទៅធ្លាក់នៅតម្លៃណាមួយដែលខ្ញុំជំរាបជូនបងប្អូនទាំងគ្នាទៀតដូច្នេះថ្ងៃនេះខ្ញុំមានប៉ុណ្ណេះសម្រាប់បងប្អូនគ្នាសម្រាប់បងប្អូនដែលមានចម្ងល់ទាក់ទងជាមួយនឹង graph ក៏ដូចជាការស្វែងយល់អីគេតែ support resistance ដែលបានតាមដានវីដេអូខ្ញុំពីកន្លងទៅអាចតាក់ទង admin ផ្សាយបានតាមរយៈទូរស័ព្ទ095 722 322បាទសូម